មើលទល់នៅពេលនេះគឺចំនួនពលករខ្មែរដែលទៅបម្រើការងារនៅក្នុងប្រទេសថៃដែលស្ថិតនៅក្នុងអគារដែលដួលរលំនោះគឺមានចំនួនអ្នកស្លាប់កើនរហូតដល់ចំនួន4អ្នកទៅហើយនេះគឺជាចំនួនពលករខ្មែរដែលធ្វើការងារនៅក្នុងអគារដែលដួលរលំនោះបាទសូមគោរពជម្រាបសួរបងប្អូនទាំងអស់គ្នាជួបខ្ញុំរត់ទីម្ដងទៀតហើយនៅក្នុងថ្ងៃនេះផងដែរខ្ញុំសូមអាប់ដេតឬក៏ជម្រាបជូនដល់បងប្អូនទាំងអស់គ្នាដែលនិយមតាមដានទៅលើព័ត៌មានជាតិនិងអន្តរជាតិឬក៏ដំណឹងថ្មីតែម្ដងដោយដែលបងប្អូនទាំងអស់គ្នាបានដឹងហើយថាកាលពីថ្ងៃទី28ខែមីនាឆ្នាំ2025នេះគឺមានគ្រោះឧបទ្ទវហេតុនៃគ្រោះរញ្ជួយដីនៅប្រទេសភូមាហើយក៏បានរញ្ជួយដល់ប្រទេសថៃតែម្ដងដែលធ្វើឲ្យអគារដែលកំពុងសាងសង់នៅក្នុងទីក្រុងបាងកកប្រទេសថៃនឹងឯងគឺមានការបាក់ស្រុតដួលរលំដែលវាជាហេតុមួយធ្វើឲ្យកម្មករជាច្រើនអ្នកដែលកំពុងតែបម្រើការងារនៅក្នុងអគារនោះអ្នកខ្លះក៏បានរត់ផុតគេចផុតអំពីគ្រោះមហន្តរាយនោះអ្នកខ្លះក៏ស្ថិតនៅក្នុងអគារដ៏បាក់បែកអគារដែលដួលរលំនោះតែម្ដងជាក់ស្ដែងគឺប្រជាពលរដ្ឋខ្មែរយើងដែលគាត់ទៅធ្វើជាកម្មករផ្នែកសំណង់នៅក្នុងប្រទេសថៃដែលធ្វើនៅក្នុងអគារនោះតែម្ដងគឺមានចំនួនអ្នកស្លាប់នៅក្នុងអគារនោះរហូតដល់ចំនួន4អ្នកទៅហើយនេះបើតាមមន្ត្រីខ្មែរដែលប្រចាំការនៅក្នុងទីក្រុងបាងកកដែលបានផ្ដល់ដំណឹងក៏ដូចជាកំពុងតែរៀបចំឯកសារនៅក្នុងការបញ្ជូនសពពលករខ្មែរយកមកទឹកដីនៃប្រជាណាចក្រកម្ពុជាយើងវិញតែម្ដងគួរបងប្អូនអ្នកទស្សនានៅក្នុងវីដេអូរបស់ខ្ញុំទាំងអស់សូមបងប្អូនទាំងអស់គ្នាជួយចុច Subscribe នៅ Channel YouTube របស់ខ្ញុំម្នាក់មួយផងបានគួររំលឹកបងប្អូនទាំងអស់គ្នាផងដែរថាកាលពីថ្ងៃទី28ខែមីនាឆ្នាំ2025នេះគ្រោះរញ្ជួយដីឬក៏ឧបទ្ទវហេតុគ្រោះធម្មជាតិនៃការរញ្ជួយដីពីប្រទេសភូមាគឺបានសម្រាប់ប្រជាពលរដ្ឋភូមាជាច្រើនពាន់នាក់ហើយជាពិសេសគឺទឹកដីមួយផ្នែកធំនៃប្រទេសថៃក៏ទទួលរងគ្រោះនៅឧបទ្ទវហេតុគ្រោះធម្មជាតិនេះផងដែរជាពិសេសគឺបានធ្វើឲ្យអគាររដ្ឋដែលកំពុងតែសាងសង់នោះបានដួលរលំបាក់ស្រុតរហូតមកដល់ដីដែលជាហេតុធ្វើឲ្យកម្មករជាច្រើនដែលបម្រើការងារនៅទីនោះបានជាប់គៀបស្លាប់នៅក្នុងអគារនោះតែម្ដងជាក់ស្ដែងគឺមានចំនួនជាពលរដ្ឋឬក៏កម្មករដែលបានស្លាប់នឹងរហូតដល់ចំនួន109នាក់ហើយបាត់ខ្លួនចំនួន4នាក់ដែលគេកំពុងតែស្វះស្វែងរកនៅអ្នកដែលបាត់ខ្លួនហើយជាពិសេសចំនួន19នាក់ទៀតគឺកំពុងតែបានជួយសង្គ្រោះហើយក៏បានយកជួយសង្គ្រោះនៅឯមន្ទីរពេទ្យតែម្ដងអញ្ចឹងយើងពិតជាមានសេចក្តីក្រកដួលឬក៏មានសេចក្តីអាណិតអ្នកដែលបានជាប់គាំងក៏ដូចជាបានស្លាប់នៅអគារដែលបាក់បែកនៅក្នុងប្រទេសថៃនឹងយ៉ាងពន់ពេកជាពិសេសគឺពលករខ្មែរយើងដែលគាត់បានចាក់ឆ្ងាយស្រុកដើម្បីទៅបម្រើការងារនៅឯប្រទេសក្រៅដើម្បីយកអវិការមានចំណូលដើម្បីយកមកផ្គត់ផ្គង់ក្រុមគ្រួសារតែម្ដងគឺយើងមានតែទុកក្រៀមក្រំក៏ដូចជាសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងជាច្រើនទៅតែមានការប្រុងប្រយ័ត្នឲ្យបានខ្លាំងបើទោះបីជាកំពុងតែធ្វើការនៅក្នុងស្រុកក្តីកំពុងតែធ្វើការនៅក្រៅប្រទេសក្តីគឺព្យាយាមថែរក្សាសុខភាពក៏ដូចជាមើលពីស្ថានភាពឲ្យបានច្រើនជាងការដែលមានបញ្ហាបែបនេះទៅវាពិតជាធ្វើឲ្យក្រុមគ្រួសារធ្វើឲ្យប្រទេសជាតិគឺមានភាពរកដួលអាណិតអាធមយ៉ាងខ្លាំងតែម្ដងជាក់ស្ដែងដូចជាករណីការបាក់ស្រុតអគារនៅប្រទេសថៃដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងបានស្លាប់តែវាគឺជាចំណុចមួយដែលធ្វើឲ្យប្រទេសកម្ពុជាយើងពិតជាទទួលរងនៅភាពឈឺចាប់ដោយសារតែការបាត់បង់ទៅដល់ប្រជាពលរដ្ឋរបស់ខ្លួនដោយព័ត៌មានចុងក្រោយនេះតែម្ដងគឺអ្នកដែលស្លាប់ពីអ្នកចុងក្រោយគឺជាបរិសុទ្ធប្តីប្រពន្ធនឹងគ្នាតែម្ដងដែលបានបាក់បែកនៅក្នុងអគារតែមួយជាមួយគ្នាអញ្ចឹងមានតែការសូមអភ័យកុសលជូនទៅដល់អ្នកទាំងពីរដែលបានចែកខានទៅក៏សូមឲ្យកាត់ជាតិណាជួបតែសេចក្តីសុខកុំឲ្យមានបញ្ហាបាត់បង់ជីវិតដោយសារតែគ្រោះមហន្តរាយបែបនេះតទៅទៀតចំពោះវីដេអូក៏ដូចជាព័ត៌មានដែលទាក់ទងជាមួយនឹងគ្រោះរញ្ជួយដីក៏ដូចជាអគារដែលបាក់ស្រុតនៅក្នុងប្រទេសថៃគឺមានតែប៉ុណ្្នឹងឯងបើសិនជាបើមានព័ត៌មានអាប់ដេតឬក៏មានទិន្នន័យផ្សេងៗទៀតខ្ញុំនឹងជម្រាបជូនដល់បងប្អូនទាំងអស់គ្នាតាមក្រោយទៀតបាទសូមអរគុណសូមជម្រាបលា